លោកគ្រូចង់សួរថាសប្តាហ៍ថ្ងៃតើយើងដែលជាសិស្សនិស្សិតសាកលវិទ្យាល័យភាគច្រើនបាទឬក៏អ្នកធ្វើការដែរតែភាគច្រើនយើងជាសិស្សបាទតើយើងខ្វល់ខ្វាយអីជាងគេខ្វល់ខ្វាយអំពីsocial media របស់យើងតើស្អាតនៅបាទកេរ្តិ៍ឈ្មោះរបស់យើងល្អនៅយើងខ្វល់ខ្វាយតើយើងនឹងជោគជ័យឬអត់ឃើញទេហើយយើងខ្វល់ខ្វាយអំពីរូបសម្បត្តិរបស់យើងខាងក្រៅរបស់យើងពេលចេញទៅគេមើលទៅលយអត់តាក់ទាញអត់ស្រស់ស្អាតអត់បាទនេះជាការដែលពួកយើងខ្វល់ខ្វាយផ្នែកខាងក្រៅក្នុងព្រះគម្ពីរម៉ាកុសចំពុក7យើងឃើញព្រះយេស៊ូវបានសួរសំណួរជ្រៅជាងសំណួរអំពីការខ្វល់ខ្វាយខាងក្រៅទៀតព្រះអង្គហាក់បីដូចជាកំពុងតែសួរថាតើចិត្តរបស់អ្នកទាំងអស់គ្នាមានលក្ខណៈបែបណាចំពោះទ្រង់អញ្ចឹងព្រះអង្គខ្វល់ខ្វាយពីចិត្តរបស់យើងទាំងអស់គ្នានៅក្នុងជំពូកហ្នឹងជារួមគឺព្រះអង្គបានបង្ហាញអំពី fake religion គឺសាសនាคล้ายៗអ្នកកាន់សាសនាคล้ายៗមួយទៀតគឺប្រពៃណីដែលគ្មានន័យដោយសារតែជាការដែលមានភាពពុតត្បុតហើយនៅក្នុងជំពូកនឹងផងដែរព្រះអង្គបានព្រះយេស៊ូវបានបង្ហាញអំពីបាទដួងចិត្តដែលមានអំនួតរបស់មនុស្សយើងហើយនឹងភាពដែលមិនជឿអញ្ចឹងគឺថាព្រះអង្គបង្រៀនខាងឯព្រលឹងវិញ្ញាណដែលពិតនៅខាងក្នុងចិត្តបាទគឺមិនមែនគ្រាន់តែអាកប្បកិរិយាខាងក្រៅនោះទេបាទយើងនឹងមើលជាមួយគ្នា4ចំណុចតាក់ទងទៅនឹងសេចក្តីពិតអំពីសេចក្តីជំនឿចេញពីម៉ាកុសចំពុក7នេះគឺមាន4ចំណុចអំពីសេចក្តីពិតនៅក្នុងសេចក្តីជំនឿបាទទី1ព្រះយេស៊ូវបដិសេធអ្នកកាន់សាសនាដែលមានពុតត្បុតពួកគាត់គឺជាពួកផារ៉ាស៊ីបងប្អូនឃើញនៅក្នុងខ1ដល់ខ13បាទគាត់មកប្រឈមជាមួយនឹងព្រះយេស៊ូវបាទពួកផារ៉ាស៊ីនិងអ្នកខ្លះក្នុងពួកអាចារ្យដែលមកពីក្រុងយេរូសាឡឹមគេប្រជុំគ្នាមកឲ្យទ្រង់ការគេឃើញសិស្សទ្រង់បរិភោគដៃមិនស្អាតដូចកិច្ចការអញ្ចឹងណាអត់បានលាងដៃអញ្ចឹងបាទគេចោទប្រកាន់ទោសមិនអត់លាងដៃអញ្ចឹងបាទបរិភោគត្រូវលាងដៃឲ្យស្អាតជាមុនសិនដោយកាន់អានឹងគេអត់មិនគិតរឿងពីអនាម័យទេប៉ុន្តែគេថាអានឹងជាសណ្ដាប់ធ្នាប់ពីបុរាណរបស់ពួកចាស់ទុំបាទអញ្ចឹងគេចោទថាមិនមែនធ្វើអញ្ចឹងណែខ4ការគេមកពីផ្សារនោះគេមិនទាន់ហូបទេតតងូតទឹកសិនហើយក៏មានសេចក្តីបង្រៀនច្រើនទៀតដែលគេទទួលកាន់តាមដែរដូចជាការលាងពែងលាងឆ្នាំងលាងចានលាងប្រដាប់លង្ហិនហើយនឹងតុជាដើមបាទប្រពៃណីមកអញ្ចឹងណាបាទដូច្នេះពួកផារ៉ាស៊ីនិងពួកអាចារ្យហ្នឹងគេពិចារណាសួរត្រង់ថាហេតុអីបានជាពួកសិស្សលោកមិនកាន់តាមប្រពៃណីចាស់ទុំបរិភោគអត់លាងដៃទេតែព្រះយេស៊ូវឆ្លើយតបថាម៉េចណាព្រះអង្គកំពុងតែនិយាយជាមួយពួកអ្នកកាន់ច្បាប់នេះហើយខ6តែទ្រង់ឆ្លើយតបថាពួកអ្នកមានពុតត្បុតអើយហោរ៉ាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ដូចជាមានសេចក្តីចែងទុកមកថាជនជាតិនេះគេគោរពប្រតិបត្តិអញតែបបោមាត់ទេឯចិត្តគេនៅឆ្ងាយពីអញណាស់ដែលគេថ្វាយបង្គំអញដោយបង្រៀនសេចក្តីបញ្ញត្តិជារបស់មនុស្សនោះជាឥតប្រយោជន៍ទេត្បិតអ្នករាល់គ្នាលះចោលបញ្ញត្តិរបស់ព្រះទៅកាន់តាមសណ្ដាប់ធ្នាប់មនុស្សវិញបាទអញ្ចឹងខ1ដល់ខ8នេះគ្រូអានមកទៅនឹងការសន្ទនាគឺជាការខ1ដល់ខ8នេះគឺជាការគេហៅថាការរៀបរាប់មួយដ៏ល្អជាការណែនាំដំណើរដើមតើងសាច់រឿងមួយដ៏ល្អបាទព្រះយេស៊ូវព្រះអង្គបានបង្ហាញថាដែលបង្រៀនឲ្យមនុស្សកាន់តាមរបៀបមនុស្សឲ្យផ្លិច
របៀបព្រះនោះគឺអត់ប្រយោជន៍ទេបាទទ្រង់ក៏មានបន្ទូលទៀតនៅខ 9 អ្នករាល់គ្នាលះបង់ចោលបញ្ញត្តិព្រះមែនដើម្បីកាន់តាមសណ្ដាប់ធ្នាប់របស់ខ្លួនវិញបាទដំបូងប្រហែលជាមានសណ្ដាប់ធ្នាប់របស់មនុស្សសណ្ដាប់ធ្នាប់របស់ព្រះប៉ុន្តែបញ្ហានៅត្រង់ហ្នឹងអញ្ចឹងព្រះអង្គដាក់ទៅពួកគេនឹងត្រង់នឹងថាយូររៀនតែមនុស្សផ្លិចពីរបៀបព្រះអស់លេងបាទចឹងព្រះយេស៊ូវបានមើលទៅកាន់ដួងចិត្តរបស់ពួកគេដួងចិត្តរបស់ពួកគេដែលនៅឆ្ងាយពីព្រះបាទហើយមួយទៀតគឺជាការដែលយករបៀបរបស់មនុស្សប្រតិបត្តិតាមលើសជាងរបៀបរបស់ព្រះក៏ព្រះអង្គមិនសប្បហាតីដែរបាទមួយទៀតការដែលបង្ហាញពិធីហើយលើសពីការស្ដាប់បង្គាប់នោះក៏ព្រះអង្គមិនសប្បហាតីដែរអញ្ចឹងបងប្អូនតន់នេះពីរដែលព្រះអង្គមិនសប្បហាតីនោះគឺធ្វើតាមទំនៀមទម្លាប់ខ្លាំងជាងព្រះបន្ទូលទី2ធ្វើតាមពិធីលើសជាងការស្ដាប់បង្គាប់ចំណុចហ្នឹងឯងដែលកើតមានឡើងនៅក្នុងនិកាយកាតូលិកគ្រីស្ទៀនកាតូលិកបងប្អូនស្គាល់ទេកាតូលិកមានពហិធំមានអាចារ្យគេមានបងស្រីមានរូបសំណាក់នាងម៉ារីហ្នឹងហើយនិកាយកាតូលិកហ្នឹងគឺយូរទៅគឺគាត់គោរពប្រតិបត្តិពិធីសាសនានៅក្នុងក្រុមជំនុំហ្នឹងខ្លាំងជាងព្រះបន្ទូលគាត់គិតថានៅក្នុងធម្មនុញ្ញរបស់គាត់គឺព្រះបន្ទូលហើយក្រុមជំនុំប៉ុន្តែតាមពិតក្រុមជំនុំលើសព្រះបន្ទូលផូបសម្ដេចប៉ូបនៅក្រុងរ៉ូមបាទនៅអ៊ីតាលីអីដែលគេគោរពប្រតិបត្តិកាតូលិកនៅបារាំងនៅអីចឹងនៅស្រុកខ្មែរយើងក៏មានច្រើនដែរបាទសាលាដុនបូស្កូអីហ្នឹងបងប្អូនស្គាល់ហើយសាលាជំនាញហ្នឹងបាទខាងកាតូលិកហ្នឹងបាទអញ្ចឹងសម្រាប់ជំនឿគ្រីស្ទបរិស័ទការបង្រៀនព្រះយេស៊ូវខុសគ្នាត្រង់ចំណុចហ្នឹងគឺព្រះបន្ទូលលើអ្វីការស្ដាប់បង្គាប់លើពិធីបាទអញ្ចឹងនៅពេលដែលធ្វើបែបហ្នឹងព្រះយេស៊ូវបានចោទប្រកាន់ទៅពួកគេហ្នឹងអ្នកសាសនាហ្នឹងយូរទៅគិតតែរឿងរបៀបរបស់មនុស្សលើសព្រះបន្ទូលយូរទៅគិតតែធ្វើពិធីសាសនាប៉ុន្តែអត់មានស្ដាប់បង្គាប់ព្រះផងគិតតែធ្វើបាទព្រះអង្គមិនសរសើរទេនៅពេលដែលធ្វើអីធំដុំធំកពួនតែដួងចិត្តអត់មានការស្ដាប់បង្គាប់ព្រះអង្គមិនត្រូវការបែបហ្នឹងទេនេះជាការដែលព្រះយេស៊ូវបានបង្ហាញសម្រាប់យើងដែលជាសិស្សនិស្សិតសូមឲ្យយើងឆ្លុះបញ្ចាំងមកខ្លួនឯងដែរបងប្អូនតើយើងគ្រាន់តែមកថ្វាយបង្គំតែរូបកាយទេឬក៏យកវត្តមានទេឬក៏មិនបាទប្រហែលជាយើងអាចនឹងដឹកនាំការថ្វាយបង្គំប្រហែលជាយើងអាចនឹងចូលរួមក្រុមជំនុំប្រហែលយើងអាចផុសរូបព្រះគម្ពីរនៅលើ social media ប្រហែលយើងបម្រើក្នុងគន្ធកិច្ចប៉ុន្តែសូមប្រយ័ត្នកុំឲ្យចិត្តយើងនៅឆ្ងាយពីព្រះឡើយណាធ្វើគ្រប់យ៉ាងប៉ុន្តែចិត្តយើងនៅឆ្ងាយពីព្រះអញ្ចឹងសហគមន៍គ្រីស្ទៀនការធ្វើមិនមែនជាការសម្ដែងទេហើយការធ្វើក៏មិនមែនដើម្បីកេរ្តិ៍ឈ្មោះដែរតែគឺដើម្បីសរសើរព្រះវិញបាទអញ្ចឹងសកម្មភាពដែលយើងធ្វើគឺជាការដែលម្នាក់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់បានត្រឹមត្រូវបាទឧទាហរណ៍យើងមានកែវកាហ្វេមួយប៉ុន្តែនៅក្នុងកែវកាហ្វេហ្នឹងគឺជាថ្នាំពុលអញ្ចឹងវានៅតែគ្រោះថ្នាក់ដូចគ្នាពេលដែលយើងធ្វើអ្វីមួយនៅក្នុងជីវិតរស់នៅដែលមើលទៅហាក់បីដូចជាគ្រីស្ទបរិស័ទ
ប៉ុន្តែការនេះមិនអាចលាក់បាំងពីព្រះជាម្ចាស់បាននោះទេបាទព្រះអង្គមើលឃើញដួងចិត្តរបស់យើងអញ្ចឹងសួរខ្លួនឯងបើសិនជាយើងថាយើងជឿព្រះហើយយើងសួរខ្លួនឯងតើខ្ញុំពិតជាស្រឡាញ់ព្រះយេស៊ូវឬអត់យើងអាចសួរថែមទៀតថាខ្ញុំពិតជាស្រឡាញ់ឪពុកម្ដាយខ្ញុំមែនអត់ឬក៏គ្រាន់តែជួនកាលគាត់គ្រាន់និយាយគាត់និយាយថាពុកម្ដាយណាមិនស្រឡាញ់ទេលោកគ្រូយីសួរខ្លួនឯងណាខ្ញុំពិតជាស្រឡាញ់មែនអត់ព្រោះអីស្រឡាញ់គឺសកម្មភាពឬក៏មើលទៅអ្នកខ្លះគេហៅថានេះមើលទៅដឹងតែគ្រូបកែហ្មងនេះលៀកពាក់នេះឬក៏យើងគ្រាន់តែជាគ្រីស្ទបរិស័ទដែលមើលទៅដូចថាស្លៀកពាក់ក្រវិតកអញ្ចឹងណាតាមពិតខ្ញុំក៏ចូលចិត្តពាក់ដែរប៉ុន្តែក្តៅពេកហើយចាំមានភ្ញៀវអីចឹងណាបាទយើងបាទអញ្ចឹងហ្នឹងផ្នែកខាងក្រៅប៉ុន្តែត្រឡប់មកវិញគ្រីស្ទបរិស័ទគឺជាអ្វីមួយដែលគេហៅថាទំនាក់ទំនងខាងក្នុងចិត្តជាមួយព្រះជាម្ចាស់រៀងខ្លួនអញ្ចឹងព្រះយេស៊ូវចំណុចទី1ព្រះអង្គបដិសេធចំពោះអ្នកកាន់សាសនាបែបតែពីក្រៅតែបបោមាត់បាទព្រះអង្គមើលនៅក្នុងចិត្តដដែលនៅក្នុងចំពុក6ក៏ចឹងដែរអញ្ចឹងព្រះអង្គលក្ខណៈថាព្រះអង្គយាងមកប្រឈមទៅជាមួយពួកគេនេះគឺព្រះអង្គមានអំណាចគឺព្រះអង្គតាមពិតនៅក្នុងចោទយកថាបាទចោទយកថាប្រហែលជាចំពុក15ខ18ឬក៏18ខ15គ្រូមើលផឹកមិញគឺបានបង្ហាញថាព្រះអង្គយាងមកមានពេលមួយព្រះអង្គយាងមកគឺដើម្បីមិនមែនការលុបបំបត្តិប្រពៃណីអីទេប៉ុន្តែព្រះអង្គមកដើម្បីកែតម្រូវអ្វីដែលមិនត្រឹមត្រូវបាទជាងព្រះយេស៊ូវយាងមកបែបលោកម៉ូសេនៅក្នុងខ10ចំពុក7ខ10ថាត្បិតលោកម៉ូសេបានផ្ដាំថាចូលគោរពប្រតិបត្តិឪពុកម្ដាយឯងនេះគ្រីស្ទៀនណាតិចថាគ្រីស្ទៀនស្អប់ម៉ែឪព្រោះនៅខ្មែរយើងមានពាក្យនឹងនិយាយតគ្នាចូលគោរពប្រតិបត្តិពុកម្ដាយឯងហើយថាអ្នកណាដែលនិយាយអាក្រក់ពីឪពុកម្ដាយនោះត្រូវស្លាប់ជាមិនខានតែអ្នករាល់គ្នាបើមនុស្សណានិយាយឪពុកម្ដាយខ្លួនថារបស់អ្វីដែលខ្ញុំអាចនឹងជួយឲ្យម៉ែឪបាននោះជាកប៉ាន់គឺស្រែថាជាដង្វាយព្រះហើយនោះអ្នករាល់គ្នាមិនបើកឲ្យអ្នកនោះជួយដល់ឪពុកម្ដាយក្នុងការអ្វីទៀតសោះក៏លើកព្រះបន្ទូលចោលបាទអញ្ចឹងគ្រីស្ទបរិស័ទគឺជាអ្នកដែលគោរពប្រតិបត្តិឪពុកម្ដាយកាលណាដែលយើងកាន់តែស្រឡាញ់ព្រះត្រូវតែកាន់តែស្រឡាញ់ឪពុកម្ដាយដែរចំណុចទី2បាទចំណុចទី2ខ14ដល់23អំពើបាបគឺចេញពីចិត្តអំពើបាបគឺចេញពីចិត្តចំណុចនេះមានរឿងអីកើតឡើងយើងមើលខ14ជាមួយគ្នារួចទ្រង់ហៅវងមនុស្សទាំងអស់មកហៅមនុស្សមកចូលអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំសិនហើយឲ្យយល់ចោះគ្មានអ្វីពីខាងក្រៅចូលទៅខ្លួនមនុស្សដែលអាចធ្វើឲ្យស្មោកគ្រោកបានទេគឺជាសេចក្តីដែលមនុស្សចេញជាសេចក្តីចេញពីមនុស្សមកទេតើដែលធ្វើឲ្យមនុស្សស្មោកគ្រោកវិញបើអ្នកណាមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចោះបាទអញ្ចឹងមុននេះពួកគេមិនចោទថាហេតើលាងដៃមកហូបខុសប្រពៃណីព្រះយេស៊ូវនៅចំណុចទីនេះបានបង្ហាញថាដែលបាបនោះគឺអ្វីដែលចេញទៅនេះដែលនិយាយទៅនេះដែលចេញពីចិត្តទៅនេះមិនមែនអាចចូលមកហ្នឹងវាមិនមែនទេបាទអញ្ចឹងព្រះយេស៊ូវបង្ហាញត្រង់ចំណុចហ្នឹងអញ្ចឹងយើងឃើញពួកសាសយូដាបាទសាសយូដាគេបង្រៀនបញ្ហាអំពីភាពស្អាតផ្នែកខាងក្រៅមិនលាងដៃដើម្បីហូបអាហារត្រូវធ្វើអីណាត្រូវលាងដៃអីតាមប្រពៃណីបាទប៉ុន្តែព្រះយេស៊ូវ
bà này dây ông pi bánh hà bật bà con nú cứ nơi khăn khăn bình bà cứ nơi khăn khăn ông bơ bạp miên đô chi ấy kì bà bơ bạp miên đô chi ấy đại nơi khăn khăn chất mà nụ dương ạch miên ấy khác khăn chất nụ dương ạch miên là vậy cứ sự đây ông nuốt sự đây cầm nánh ca trong bán ca của họ bà cùng cuốn ấy bà nâng chia ông bơ bạp đài presu ban chừng ô thà bánh hà bật bà cót cứ khẳng nông nông bơ bạp tranh bị chất nông bà hay dương khơi menu pe prong pojol tha rương smoke crook vì tranh màu thế rương tranh tư thế đài bà co bà nhà hà nút bà đã châu màu nông pua nông vì ạt ấy thế nút có kế thôi tranh tư hãy bộ sắc mà xua prong pi bà đôi nụ bà hãy prong có pojol nơi kho một thấy và xây dựng miền Bắc Cộng Pí bà ông có vô nơi kho một thấy ta bà ông giấy nó trong miền này thắng mất rương đại châu không bố huy mình ấy tê tranh tôi quanh tê đấy chỉ bà nhà há nè không thấy bà ông vô tha ta bắt nơi không thấy muối á trống có miền mình tu thả cứ chia sẻ cái đây đại tranh pi mình mực thì ta đại thưa ai một ruộng nu không thấy muối ta bắt nơi khẳng không pi khăn chấtរបស់មនុស្សមានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះខ21មានគំនិតអាក្រក់ឲ្យគេអំពើបាបបាបមែនតើសេចក្តីកំផិតស្គាល់សេចក្តីកំផិតទេសាហាយស្មន់កាប់សម្លាប់គេខ22លួចប្លន់low po bà low po cái kia đấy khơi khôi bà nhưng mơ ông lê hayยังเคยkhơi khôi ốc bài có phía phê à có chê promat này dân mình là cái chê promat đó chấm máy nâng sự cái đây trong cuột cứ sự đây là ni hai đại tranh mau pi khang khong thơ ao mà nu smoke rock vinh nè dân khơi pi kho nhập hay muôi đò mà hay bay ní ban bằng hai pi rương đại ca tranh pi khang khong chật bà chân bành ha chồng bong thom một phật khong chi vật nu cứ mình khang cào nu tế bành ha chồng bón cứ vì cả một pi khang khong đập toán này nè ok chẳng phải chia dương họ ngày và trong chi phí họ ngày dương miền bờ tu mật phẹt dương ấy miền bờ tu ở sông cung ấy thay màu pi sông cung tu mật phẹt đấy miền bờ tu phiệp smoke smile nhé miền bờ tu đời xa propon sọc sai na môi đấy bà chẳng dương ai nâng bờ tu họ vây đàn nơi trung vinh dương sala riêng nhưng mà tôi ông ca đấy và bên tay presu ban bằng hai nhóm pơ báp cứ nơi tranh pi khẳng khăn chất và báp tranh pi khẳng khăn chất và mình nu bỏ dương và chân bành 2 bón ông pơ báp mình men mau pi tu rồi sạp tế ông pơ báp mình men mau pi internet tế ông pơ báp men mau pi sala riêng tế ông pơ báp trong bón cứ mau pi chất robot mình nu dương mà nè đại miền bà chẳng hơi chất năng việc bình chi ở miền là cặp cây da xanh chẳng từ chẳng dương cổ chia diêm phá đô ở cặp cây da mình tay thưa bị ọt bàn
ធ្វើបានខ្លះធ្វើអត់បានខ្លះសំបីតែសាវកពលក៏គាត់ថាចឹងដែរផ្លាស់ប្ដូរអាកប្បកិរិយាព្យាយាមផ្លាស់ប្ដូរអាកប្បកិរិយាខ្លួនឯងប៉ុន្តែផ្លាស់ប្ដូរអត់បានខ្ញុំខំដែរអ្នកគ្រូតែធ្វើអត់បានមិនចឹងធ្វើម៉េចគឺសូមឲ្យព្រះយេស៊ូវផ្លាស់ប្ដូរចិត្តរបស់យើងវិញបទចម្រៀងមួយបានច្រៀងថាសូមទ្រង់ផ្លាស់ចិត្តខ្ញុំបាទយើងមានសង្ឃឹមតិចណាស់ដែលយើងខំប្រឹងកម្លាំងខ្លួនឯងហើយមិនត្រូវការព្រះនោះនៅពេលដែលយើងចង់ផ្លាស់ប្ដូរអាកប្បកិរិយាណាមួយរបស់យើងមានសង្ឃឹមតិចណាស់ដែលយើងអាចធ្វើបានប៉ុន្តែយើងសូមឲ្យព្រះយេស៊ូវផ្លាស់ប្ដូរចិត្តរបស់យើងវិញចឹងអំពើបាបគឺប្រភពមកពីក្នុងចិត្តទី3ចំណុចទី3ព្រះយេស៊ូវឆ្លើយតបចំពោះសេចក្តីជំនឿដែលបន្ទាបខ្លួនចំពុក7ខ24ដល់30បាទរូបភាពនេះមើលយល់ទេបាទព្រះយេស៊ូវក៏យាងទៅអញ្ចឹងណាបាទក៏មានស្ត្រីម្នាក់មកស្ត្រីម្នាក់ហ្នឹងកូនរបស់គាត់ខ្មោចចូលហើយគាត់ឃើញគាត់មានជំនឿណាហើយគេឆ្អៀតអីចឹងទៅគេអត់ចោលគាត់ទៅឯងព្រះយេស៊ូវមានបន្ទូលថាម៉េចនេះក្មេងៗពងហូបនំប៉័ងយើងមើលនៅខ24ទ្រង់ក្រោកឡើងចេញពីទីនោះអញ្ចឹងពីមួយកន្លែងទៅមួយកន្លែងទៅឯព្រំប្រទល់ដែនស្រុកទីរុសនិងស្រុកស៊ីដូនរួចចូលទៅក្នុងផ្ទះមួយមិនចង់ឲ្យអ្នកណាដឹងសោះតែទ្រង់ក៏នៅពុំបានបាត់មានស្ត្រីម្នាក់មានកូនស្រីដែលមានអរិយអសោចចូលបាទយើងឃើញថាព្រះអង្គនៅតែល្បីសុសសាយតាំងពីចំពុក4មកបាទនាងបានឮនិយាយពីទ្រង់ក៏ទម្លាក់ខ្លួនក្រាបព្រះបាទទាស្ត្រីនោះជាសាសក្រិចបាទកូនកាត់ស៊ីរុសផេនីសនាងក៏ទូលឲ្យទ្រង់ដេញអរិយពីកូនស្រីនាងចេញតែព្រះយេស៊ូវមានបន្ទូលថាទុកឲ្យកូនក្មេងស៊ីឆ្អែតសិនណានេះទុកកូនក្មេងស៊ីឆ្អែតសិនតែអានឹងគឺជាភាសាប្រៀបប្រដូចបាទព្រះអង្គមានបន្ទូលថាដោយព្រោះពាក្យខ27ទុកឲ្យកូនក្មេងស៊ីឆ្អែតជាមុនសិនព្រោះមិនគួរនឹងយកនំប៉័ងរបស់កូនក្មេងបោះទៅឲ្យឆ្កែស៊ីទេនាងទូលឆ្លើយថាមែនហើយព្រះអង្គចាស់អើយប៉ុន្តែឆ្កែនៅក្រោមតុវាស៊ីកំតិចពីកូនក្មេងដែរបាទចង់បង្ហាញអំពីសាសហ្នឹងគេអត់សូវឲ្យតម្លៃអីចឹងទេប៉ុន្តែគាត់មានជំនឿបាទគាត់មានជំនឿអញ្ចឹងទ្រង់មានបន្ទូលថាដោយព្រោះពាក្យនោះចូលនាងទៅចោះអរិយបានចេញពីកូននាងហើយដល់នាងទៅវិញក៏ឃើញកូនដេកលើគ្រែអរិយបានចេញស្រេចហើយអូអស្ចារ្យមែនគឺព្រះអង្គគ្រាន់តែមានបន្ទូលតែប៉ុណ្ណោះបាទចឹងស្ត្រីនឹងគាត់ជាសាសដតីធម្មតាសាសអ៊ីស្រាអែលឬក៏យូដានេះគឺជាសាសដែលព្រះជ្រើសរើសហើយសាសផ្សេងទៀតនៅពេលដែលព្រះអង្គធ្វើកិច្ចការជាមួយសាសនឹងហើយក៏បានធ្វើកិច្ចការជាមួយសាសដតីដែរយល់ទេអញ្ចឹងយើងឃើញព្រះពររបស់ព្រះជាពិសេសអំឡុងពេលសាវកប៉ុលគាត់ចាប់ដើមធ្វើការសាសដតីប្រទេសផ្សេងតបអញ្ចឹងតែអ៊ីស្រាអែលជាដំបូងដែលព្រះអង្គធ្វើកិច្ចការជាមួយបាទអញ្ចឹងមកដល់កម្ពុជាយើងអីដែរអញ្ចឹងណាបាទអញ្ចឹងគាត់សំខាន់ជាងគេគាត់មានជំនឿគាត់មិនមែនជាសាសយូដាប៉ុន្តែគាត់បានចូលទៅកាន់ព្រះយេស៊ូវដោយបន្ទាបខ្លួននឹងសេចក្តីជំនឿព្រះអង្គមិនមែនទៅបខំទ្រង់ទេប៉ុន្តែព្រះអង្គទុកចិត្តទ្រង់ហើយព្រះយេស៊ូវសពហត្ថីទៅនឹងជំនឿរបស់គាត់សពហត្ថីទៅនឹងចិត្តរបស់គាត់ចឹងសេចក្តីពិតមួយនោះគឺថាព្រះយេស៊ូវស្វាគមន៍អស់អ្នកដែលបន្ទាបខ្លួនចិត្តដែលបន្ទាបខ្លួនសេចក្តីជំនឿដែលបន្ទាបខ្លួនមកកាន់ទ្រង់ដោយសេចក្តីជំនឿមិនថាយើងជាមនុស្សប្រភេទណាទេ
ហើយជាយើងជាសិស្សអញ្ចឹងពេលខ្លះយើងគិតថាយើងមានបាបច្រើនពេករហូតដល់មិនអាចខ្លាចជាគ្រីស្ទានបានខ្ញុំមានមិត្តភក្តិម្នាក់គាត់ថាអញ្ចឹងថាចង់ខ្លាចជាគ្រីស្ទានដែរប៉ុន្តែឈប់ធ្វើនេះអត់បានឈប់ធ្វើនោះអត់បានហើយជាយើងគិតថាយើងមិនអាចខ្លាចជាកូនព្រះដ៏ល្អបានអត់ទេបាទគ្រាន់តែយើងចូលទៅចំពោះព្រះអង្គជួយឲ្យចិត្តរបស់យើងមានចិត្តថ្មីព្រះអង្គដាក់ចិត្តថ្មីក្នុងជីវិតយើងជួយឲ្យយើងចេញឆ្ងាយអំពីជីវិតចាស់ដែលគ្រប់ដណ្ដប់ទៅដោយអំពើបាបក្រោមអំណាចអំពើបាបហើយជាយើងអាចគិតថាព្រះមិនប្រើខ្ញុំទេខ្ញុំមនុស្សអីចឹងផងបាទសលេងលះចឹងអានមកអានកពីមកដូចជេគេបាទប្រហែលជាគិតថាខ្ញុំខ្មៅខ្ញុំជនជាតិដើមភាគតិចព្រះអង្គមិនប្រើខ្ញុំទេខ្ញុំបរាជ័យច្រើនពេកខ្ញុំវាយស្គរខុសចង្វាក់អូអត់ទេបាទគឺព្រះអង្គគិតពីចិត្តយើងដែលបន្ទាបខ្លួនដែលសេចក្តីជំនឿវិញបាទព្រះយេស៊ូវឆ្លើយតបចំពោះសេចក្តីជំនឿដែលរៀបទៀបបាទមិនមែនការសំដែងយ៉ាងលយប៉ុន្តែចិត្តរបស់គាត់នៅលើឆាកលយចំយ៉ាក់ professional តែចិត្តគាត់គិតតែខ្លួនឯងព្រះអង្គមិនត្រូវការចង់ទេព្រះអង្គត្រូវការចិត្តទី1អូខេអាផ្សេងទៀតបើមានកាន់តែល្អបាទអញ្ចឹងព្រះគុណរបស់ព្រះអង្គផ្ដល់មកមិនមែនដោយសារយើងលក្ខណៈថាយើងមានសភាពអីមួយយើងអស្ចារ្យអីមួយទេប៉ុន្តែព្រះគុណរបស់ព្រះដែលយើងបានទទួលនេះគឺដោយសេចក្តីជំនឿថាយើងជាមនុស្សប្រភេទណាទេបាទចំណុចចុងក្រោយគឺជាចំណុចទី4មុនទៅដល់ចំណុចទី4នេះក៏យើងអាចសួរខ្លួនឯងដែរថាតើខ្ញុំមកកាន់ព្រះយេស៊ូវដួងចិត្តរបស់ខ្ញុំចូលចំពោះព្រះយេស៊ូវរាល់ដងហ្នឹងដោយស្មោះត្រង់ដោយបន្ទាបខ្លួនអត់ចុងបញ្ចប់នៃការបង្រៀននេះយើងនឹងចាក់ភ្លេងបន្តិចបន្តួចដើម្បីឲ្យយើងចូលទៅចំពោះព្រះដោយចិត្តរបស់យើងដ៏ដឹងមិនទេនឹង2000នេះចិត្តយើងរៀងខ្លួនអញ្ចឹងណាបាទអញ្ចឹងបាទអញ្ចឹងយើងតើយើងហ៊ានឬក៏យើងនឹងចូលទៅចំពោះព្រះអង្គដោយស្មោះត្រង់អត់ទោះបីជាយើងយ៉ាងម៉េចក៏ដោយបាទទី4ចំណុចទី4ចំណុចចុងក្រោយហើយបាទព្រះយេស៊ូវព្រះអង្គស្ដារឡើងវិញអ្វីដែលបានបែកបាក់បាទអ្វីដែលបានបែកបាក់នៅក្នុងខ31ដល់ខ37មានរឿងអីកើតឡើងគាត់ពីការភ្នែកបាទខ31ព្រះអង្គចេញទៅមួយកន្លែងទៀតណាទៅដល់ស្រុកដេកាប៉ូលមកដល់សមុទ្រកាលីលេមានមនុស្សថ្លង់ម្នាក់មនុស្សថ្លង់បាទមិនមែនមនុស្សពិការភ្នែកទេដែលនិយាយទាំងពិបាកមកឯទ្រង់ក៏ទូលអង្វរទ្រង់ឲ្យដាក់ព្រះហស្ថទ្រង់ក៏នាំគាត់ចេញពីវងមនុស្សទៅដោយឡែកយកអង្គលីដៃណាព្រះហស្ថដាក់លើត្រចៀកគាត់បាទដាក់លើត្រចៀកគាត់ថ្លង់រួចស្ដោះទឹកព្រះអស់ហើយពណ៌អណ្ដាតគាត់ការទ្រង់ងើបទៅលើមេឃនោះទ្រង់ធ្ងររួចមានបន្ទូលទៅគាត់អផាថាគឺថាឲ្យបើកឡើងស្រាប់តែត្រចៀកគាត់ក៏បើកបាទគាត់ថ្លង់ហើយសរសៃអណ្ដាតក៏គាត់និយាយអត់កើតតែគាត់បាននិយាយបានច្បាស់ទ្រង់ហាមកុំឲ្យគាត់ប៉ុន្តែដែលទ្រង់ហាមប៉ុណ្ណានោះគេចេះតែប្រកាសរឹតតែច្រើនឡើងគេនឹកផ្លែកក្នុងចិត្តជាខ្លាំងពុនពេកដោយព្រះអង្គធ្វើការសុទ្ធតែល្អគឺប្រុសមនុស្សថ្លង់ឲ្យស្ដាប់ឮមនុស្សក៏ឲ្យនិយាយបានបាទនេះជាការដែលព្រះយេស៊ូវបានធ្វើការអស្ចារ្យនៅលើផែនដីបាទហើយបានកត់ចុះនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក7នេះចំណុចទី4នេះគឺព្រះយេស៊ូវស្ដារអ្វីដែលបានបែកបាក់យ៉ាងម៉េចទៅមានន័យយ៉ាងម៉េចទៅបាទបុរសហ្នឹងគឺគាត់ស្ដាប់អត់ឮនិយាយអត់កើត
ប៉ុន្តែព្រះអង្គពាល់គាត់បាទហើយអ្វីៗបានដំណើរការល្អឡើងវិញអញ្ចឹងជីវិតរបស់យើងប្រហែលជាយើងមិនថ្លង់ឬក៏យើងមិនមែននិយាយបានទេប៉ុន្តែយើងអាចនឹងមានបញ្ហាអីមួយវិញប្រហែលជាយើងមានបញ្ហាខាងផ្លូវចិត្តប្រហែលជាយើងមានបញ្ហាខាងអត់សូវហ៊ាននិយាយខ្លាចគេខ្លាចឯងបាទប្រហែលជាជីវិតរបស់យើងមិនឲ្យតម្លៃខ្លួនឯងដូចជាអន់ពេកហើយជាយើងមានរបួសផ្លូវចិត្តណាមួយហើយជាយើងអត់តន់ស្គាល់ខ្លួនឯងថាជាមនុស្សយ៉ាងពេញលេញដែលមានរូបអង្គទ្រង់ដែលមានតម្លៃដែលព្រះយេស៊ូវឲ្យតម្លៃហើយជាយើងភ័យខ្លាចចំពោះអនាគតប៉ុន្តែព្រះយេស៊ូវនឹងស្ថាបនាព្រះយេស៊ូវនឹងស្ដារមនុស្សឡើងវិញព្រះអង្គមានអំណាចបាទព្យាបាលផ្លូវចិត្តដែលបាក់បែករបស់សិស្សទាំងអស់គ្នារបស់យើងទាំងអស់គ្នាអ្វីដែលយើងញៀនក៏ព្រះអង្គអាចព្យាបាលបានដែរភាពអាម៉ាស់របស់យើងមានរឿងគួរឲ្យខ្មាស់ប៉ុណ្ណាក៏ព្រះអង្គអាចព្យាបាលបានដែរយើងមានភាពភ័យខ្លាចយ៉ាងណាបាទយើងធ្វើអីអាក្រក់យ៉ាងណាក៏ព្រះអង្គមានអំណាចព្យាបាលបានដែរគ្រាន់តែយើងចូលទៅចំពោះទ្រង់តើអ្វីដែលយើងទាំងអស់គ្នាកំពុងតែបែកបាក់ក្នុងជីវិតហើយត្រូវការនាំទៅកាន់ព្រះយេស៊ូវដើម្បីព្រះអង្គព្យាបាលបាទចឹងគ្រីស្ទានពិតប្រាកដសរុបសេចក្តីមកបាទគឺមិនមែនជាការសំដែងផ្នែកខាងក្រៅនោះទេប៉ុន្តែវាជាការផ្លាស់ប្ដូរចេញពីខាងក្នុងចិត្តដែលជាការដែលផ្លាស់ប្ដូរដែលចិត្តគាត់ទុកចិត្តព្រះយេស៊ូវបាទសរុបសេចក្តីព្រះគម្ពីរម៉ាកុសចំពុក7នេះបានបង្រៀនយើងសាសនាដែលគ្មានចិត្តគឺតទេគឺគ្មានតម្លៃទេសាសនាដែលគ្រាន់តែធ្វើដល់អត់មានចិត្តបាទទី2អំពើបាបគឺចាប់ផ្ដើមពីខាងក្នុងចិត្តរបស់មនុស្សយើងហើយព្រះយេស៊ូវគោរពជំនឿដ៏រាបទាបគឺព្រះអង្គទទួលយកសេចក្តីជំនឿដ៏រាបទាបសារភាពអំពើបាបឬក៏ទុកចិត្តព្រះអង្គអញ្ចឹងហើយព្រះយេស៊ូវស្ដារមនុស្សដែលខូចចិត្តអីឡើងវិញបាទអញ្ចឹងបើសិនជាយើងជាមនុស្សបែបណាមួយគឺជាឱកាសសម្រាប់យើងហើយពេលដែលយើងស្គាល់ព្រះយេស៊ូវបាទថ្ងៃនេះព្រះអង្គមិនមែនចង់ឲ្យយើងសម្ដែងឲ្យល្អជាងមុនទេព្រះយេស៊ូវក៏មិនចង់ឲ្យយើងធ្វើអីឲ្យគេថាផ្នែកខាងក្រៅឲ្យមើលទៅសមជាងមុនដែរបាទប៉ុន្តែព្រះអង្គចង់បានចិត្តរបស់យើងទាំងអស់គ្នាបាទព្រះអង្គចង់ឲ្យយើងមានចិត្តដែលមានទំនាក់ទំនងជាមួយព្រះអង្គបាទថ្ងៃនេះយើងមិនបាច់បែងចែកជាក្រុមទេប៉ុន្តែយើងសួរសំណួរនេះជាមួយគ្នាបាទលោកគ្រូចាក់ភ្លេងសំណួរទី1នោះគឺតើខ្ញុំគ្រាន់តែធ្វើសកម្មភាពសាសនាមែនទេតែបើអត់យល់សុំសួរលោកគ្រូណាពួកឯងយើងអត់បែងចែកក្រុមទេយើងគ្រាន់តែស្ងៀមស្ងាត់ចាក់ភ្លេងហើយលោកគ្រូនឹងអធិដ្ឋានបញ្ចប់បើអត់យល់សំណួរសួរលោកគ្រូណានេះជាសំណួរសម្រាប់យើងខ្លួនឯងសួរខ្លួនឯងដែលស្មោះត្រង់តើខ្ញុំគ្រាន់តែធ្វើសកម្មភាពសាសនាមែនទេទី2តើព្រះយេស៊ូវពិតជាបានផ្លាស់ប្ដូរចិត្តខ្ញុំមែនទេបាទទី3តើខ្ញុំត្រូវសារភាពអំពើបាបដែលលាក់បាំងអ្វីខ្លះទី4តើខ្ញុំកំពុងទុកចិត្តព្រះយេស៊ូវទាំងស្រុងដែរឬទេបាទអរគុណច្រើន